សួស្តីប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរយើងមកធ្វើបុកល្ហុងហូបទាំងអស់គ្នាណាហើយនឹងខ្ញុំក៏មកអាននៅរឿងប្រឡោមលោកមួយដែលមានចំណងជើងថាស្នេហាខុសគប់ឲ្យអ្នកទាំងអស់គ្នាស្ដាប់ផងដែរណាបើមានកំហុសខុសឆ្គងត្រង់ណាសូមមេត្តាខន្តីអភ័យទោសផងចុះនៅកណ្ដាលរាត្រីព្រះច័ន្ទរះពេញបរមីអស់សពសត្វមនុស្សម្នាកំពុងតែនន្ទ្រាលងលក់យ៉ាងស្ងាត់ជ្រងំប៉ុន្តែចម្លែកអីតែបុរសសង្ហាវងវឌ្ឍនាតែងតែគេងមិនដែលបានស្កប់ស្កល់នោះទេបុរសសង្ហាវងវឌ្ឍនាគេមានមេត្តាមាំកម្ពស់ពោះស្រឡះច្រមុះកោងស្រួយបបោមាត់ស្ដើងសក់របស់គេមានពណ៌ថ្លារលើបរលោងហើយរូបសម្បត្តិរបស់គេគឺស្រស់ស្អាតខ្លាំងណាស់ទឹកមុខរបស់គេស្រស់ប្រព្រឹមហើយមានមន្តស្នេហ៍ទៀតផងនរសង្ហាវងវឌ្ឍនាកំពុងតែគេងស្រាប់តែគេយល់សុបិនឃើញនារីរបាំម្នាក់នាងមានសម្រស់ស្រស់ស្អាតខ្លាំងណាស់នាងបានស្រែកហៅវងវឌ្ឍនាថាជួយផងជួយផងជួយខ្ញុំផងពេលឮសំឡេងនាងស្រែកហៅវឌ្ឍនាក៏ភ្ញាក់ដឹងខ្លួនមួយរំពេចវឌ្ឍនាដឹងខ្លួនហើយក៏និយាយម្នាក់ឯងថាហេតុអីខ្ញុំតែងតែយល់សប្តិឃើញនារីរបាំម្នាក់នេះស្រែកហៅឲ្យខ្ញុំជួយរាល់ថ្ងៃអញ្ចឹងហើយយល់សប្តិនេះដូចជាការពិតខ្លាំងណាស់វឌ្ឍនាជាម្ចាស់ចំការដែលមានដីចំការរាប់សិបហិកតានៅចំការរបស់គេមានដំណាំច្រើនមុខណាស់មិនត្រឹមតែមានដំណាំច្រើនមុខនោះទេថែមទាំងមានកសិដ្ឋានចិញ្ចឹមគោហើយនិងពពែផងដែរនរសង្ហាវងវឌ្ឍនាតែងតែភ្ញាក់ពីព្រលឹមដើម្បីដើរមើលកម្មកររបស់គេធ្វើការហើយរាល់ពេលសម្រាប់ពីការងារវឌ្ឍនាតែងតែទៅអង្គុយស្រូបយកខ្យល់អាកាសនៅឯទឹកជ្រោះក្បែរជើងភ្នំនៅក្រៅចំការរបស់គេវឌ្ឍនាកំពុងតែអង្គុយមើលទេសភាពក៏ជ្រុលលងលក់បន្តិចស្រាប់តែគេក៏យល់សុបិនទៀតថាមាននារីរបាំកំពុងតែរាំរបាំអប្សរាយ៉ាងល្វត់ល្វន់ម្រាមដៃទន់ល្មើយសម្រស់របស់នាងស្រស់សោភាសក់ខ្មៅរលើបរលោងប៉ុន្តែពេលនាងកំពុងតែរាំស្រាប់តែដូចជាមានមន្តអ្វីមកគ្របដណ្ដប់លើនាងធ្វើឲ្យនាងក្តៅក្រហល់ក្រហាយហើយនាងក៏ស្រែកថាជួយផងជួយផងខ្ញុំចង់ចេញពីទីនេះជួយខ្ញុំផងពេលនោះនរសង្ហាវឌ្ឍនាក៏ភ្ញាក់ដឹងខ្លួនវឌ្ឍនាក៏និយាយម្នាក់ឯងទៀតថានេះជានារីរបាំម្នាក់នឹងទៀតហើយហេតុអីខ្ញុំចេះតែយល់សប្តិឃើញនាងហៅខ្ញុំជួយរាល់ពេលបែបនេះតើនាងជាអ្នកណាទៅនៅយប់មួយគឺមានភ្លៀងផ្គររន្ទះយ៉ាងខ្លាំងដោយសារទឹកភ្លៀងបានធ្វើឲ្យទឹកហូរច្រោះពីលើភ្នំធ្លាក់ចុះមកក្រោមធ្វើឲ្យប៉ះពាល់ដំណាំរបស់វឌ្ឍនាយ៉ាងច្រើនលុះព្រឹកឡើងនរសង្ហាវឌ្ឍនាក៏ដើរមើលដំណាំរបស់គេដែលបានខូចខាតកូនចៅរបស់វងវឌ្ឍនាឈ្មោះថាភូមានបាននិយាយទៅកាន់ចៅហ្វាយថាចំការរបស់យើងខូចខាតច្រើនណាស់តើធ្វើយ៉ាងម៉េចទៅចៅហ្វាយប៉ះពាល់ប៉ុណ្ណឹងវាមិនអីនោះទេភូមានទៅហៅកម្មកររបស់យើងឲ្យមកធ្វើតែបន្តិចទៅគឺរួចរាល់ហើយភូមានក៏ឆ្លើយតបទៅចៅហ្វាយបាទចៅហ្វាយនិយាយរួចហើយភូមានក៏ដើរទៅហៅកម្មករចំណែកវឌ្ឍនាក៏ដើរទៅក្បែរជើងភ្នំនរសង្ហាវឌ្ឍនាកំពុងតែមើលស្នាមហូរច្រោះមិនបានប្រយ័ត្នក៏រអិលជើងធ្លាក់ចូលទៅក្នុងរណ្ដៅមួយយ៉ាងធំហើយជ្រៅថែមទៀតផងនរសង្ហាវឌ្ឍនារមៀលធ្លាក់ចុះទៅហើយក៏សន្លប់បាត់ស្មារតីមួយសន្ទុះក្រោយមកវឌ្ឍនាក៏ភ្ញាក់ដឹងខ្លួននរសង្ហាវឌ្ឍនាគេមិនដឹងខ្លួនឯងថានៅទីណានោះទេ